Hello, my name is Sokhen Borin. I am a student year one in Institute of Technology of Cambodia, studying civil engineering. For me, it's very new right now. So I'm alone from my school and from my hometown. It's very difficult for me because when I live with my mom, she always cook something for me and cook everything and take care of me. And right now I'm alone without mom and with my friend, so I must to cook by myself. It's easy to cook, and when we don't have money, we have 1,000 or 2,000, we can buy 8 to eat together. Sometimes I don't eat 8 because my mom is send a 12 fish from home for me. Yes, my mom is really miss me. When he called to me, he said, "Con សុខសប្បាយអត់កូនបានអីញ៉ាំស្មើនឹងកូនចូលផ្ទះនៅរៀនហត់អត់ថ្ងៃហ្នឹង We far from each other, but she always take care of me. And my sister, she's just in grade 10, and I'm older brother too. I'm a first child come to Phnom Penh. ដកភ្លើងយ៉ាឆក់ដកភ្លើងហើយមកទេតាដាតបែដែរដើម្បីជ្រាយ B We are friends since we was in Koke Primary School កាលពីម្សិលខ្ញុំនៅថ្នាក់បឋមខ្ញុំដែរគិតថាខ្ញុំនឹងបន្តមកដល់សាកលវិទ្យាល័យឯងហើយខ្ញុំក៏ដឹងថាមានដល់ថ្នាក់សាកលវិទ្យាល័យដែរខ្ញុំគិតថាមានត្រឹមថ្នាក់ទី12គឺចប់អស់ថ្នាក់រៀនតែម្ដងប៉ុន្តែមកដល់ទី7ទើបខ្ញុំដឹងថាមានថ្នាក់ដល់សាកលវិទ្យាល័យហើយកាលនៅថ្នាក់ពីបឋមក៏ខ្ញុំអត់គិតថាខ្ញុំបានមកដល់សាកលវិទ្យាល័យនេះដែរ Everything is done different, like we live in my house at Prabia Province. My room live every day is far from university, so I spend maybe 25 minutes. Sometimes it's my traffic light. Come to university, I don't know each other, so I'm stand alone and no one to talk to me. But now I have more friends and make a new friend with my classmate. In high school, some subject is easy, and come to university, and all the subject is very hard to study. The subject is upgrade the level to study, and in the ITC have a strong student, so I'm very happy, and they study hard, help me to study. The best thing I learn is like do assignment, make some book or some slide to presentation in the class. It's like the new thing for me because the first I'm very scary to look each other and I'm look down, don't want to see anything, but the second I can presentation to so many people in the class, maybe 200 people in the hall. In university I feel like excited and more new thing and meet new friend. This is my future to be an engineer, and I'm very happy in my class and in my subject to study right now. My name is Vanri. សម្រាប់ខ្ញុំខ្ញុំរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈខ្ញុំពេលដែលចូលមកសាលារៀននេះដំបូងដល់ពេលម្ដងខ្ញុំមានអារម្មណ៍ថារំភើបហើយភ្ញាក់ផ្អើលទៅសាលារៀនទីធ្លាសាលារៀនធំហើយដោយសារសាលារៀននេះទៅនឹងសាលារៀនថ្មីខ្ញុំចូលចិត្តសាលារៀនសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយសារខ្ញុំគិតថាសាលានឹងល្អហើយមានគ្រូបង្រៀនល្អហ
ហើយមានបណ្ណាល័យសម្រាប់ស្រាវជ្រាវហើយមានគំនូរស្នាដៃតាក់ទងទៅនឹងជំនាញនីមួយៗនៅក្នុងសាកលវិទ្យាល័យហ្នឹងសម្រាប់ឲ្យយើងមើលហើយនៅពេលដែលយើងមានចម្ងល់ឆ្ងល់តាក់ទងនឹងមេរៀនអីយើងអាចស្រាវជ្រាវនៅក្នុងបណ្ណាល័យសម្រាប់ខ្ញុំផ្ទាល់ពេលខ្ញុំសិក្សានេះខ្ញុំចូលចិត្តមុខវិជ្ជានរវិទ្យាដោយសារមុខវិជ្ជានរវិទ្យាហ្នឹងបរៀនពីតាក់ទងទៅនឹងសកម្មភាពរបស់មនុស្សរស់នៅដែលតាក់ទងទៅនឹងពីសម័យមុនក៏ដូចជាសកម្មភាពផ្សេងៗនៅជាក់ស្ដែងនៅសម័យនេះក៏មានដូចគ្នាហើយភាគច្រើនគឺនិយាយតាក់ទងទៅនឹងសង្គមយើងបច្ចុប្បន្នដែលសម្រាប់ខ្ញុំកន្លែងដែលខ្ញុំគិតថាខ្ញុំចូលចិត្តនៅទីក្រុងភ្នំពេញខ្ញុំចូលចិត្តទៅដូចជាកន្លែងវាំងបស្ដាច់ហើយនិងកន្លែងសារមន្ទីរជាតិព្រោះខ្ញុំរៀនខាងបុរាណវិទ្យាពេលខ្ញុំទៅសារមន្ទីរហ្នឹងខ្ញុំបានរបៀបបានដើរលេងផងយើងអាចទៅឃើញពីចម្លាក់បុរាណផងហើយយើងស្គាល់ពីសម័យកាលរបស់វត្ថុបុរាណហ្នឹងអាចឲ្យយើងបានទាំងភាពសប្បាយរីករាយហើយទទួលបានទាំងចំណេះដឹងមិត្តភក្តិរបស់ខ្ញុំគាត់ឈ្មោះធីរ៉ាហើយគាត់ក៏ជាអតីតមិត្តមកពីវិទ្យាល័យជាមួយគ្នាជាមួយនឹងខ្ញុំហើយគាត់ក៏រៀនជំនាញខាងដូចគ្នាជាមួយខ្ញុំសប្តាហ៍ពួកខ្ញុំនៅជាមួយគ្នាសម្រាប់ខ្ញុំគឺការឆ្ងាយការមករៀននៅទីនេះគឺឆ្ងាយពីគ្រួសារយើងអាចនឹងមានបញ្ហាខ្លះបញ្ហាហ្នឹងវាពេលយើងមានជំងឺឬក៏យើងឈឺស្កាត់អីចឹងយើងបានមិត្តរួមបន្ទប់ដែលគាត់បានជួយមើលថែយើងនៅពេលដែលយើងចេញពីសាលារៀនហើយទៅផ្ទះវិញក៏មិនមែនទៅផ្ទះភ្លាមដែរគឺយើងត្រូវការទៅផ្សារដើម្បីទិញម្ហូបដើម្បីយកទៅធ្វើនៅឯផ្ទះគឺថាយើងនៅមួយគ្នាចេះជួយគ្នាចេះយល់ទុកទរៈគ្នាហើយដល់ពេលយើងមកអញ្ចឹងយើងមានគ្នាក៏វាជាផ្នែកមួយនៃរបៀបថាយើងអត់ពិបាកចិត្តឬក៏អត់គិតថានៅទីនេះវាពិបាកព្រោះយើងមានគ្នានៅជាមួយពេលយើងមានបញ្ហាអីយើងអាចពិភាក្សាគ្នាដូចជារៀនសូត្រអីយើងមានចម្ងល់អីយើងអាចសួរគ្នាសម្រាប់ខ្ញុំកិច្ចប្រជុំរបស់មូលនិធិរាល់ខែដូចជាខែមុនខ្ញុំបានទៅចូលរួមអញ្ចឹងពេលទៅដល់យើងស្គាល់សិស្សច្បងថ្មីហើយយើងក៏បានណែនាំខ្លួនទៅកាន់សិស្សច្បងហើយសិស្សច្បងក៏ណែនាំតែពេលខ្ញុំទៅនឹងចំវគ្គដែលសិស្សច្បងក៏ចែករំលែកតាក់ទងទៅនឹងធានបទជំងឺទឹកនោមផ្អែមអញ្ចឹងយើងក៏បានស្ដាប់ការបកស្រាយអំពីរោគសញ្ញាក៏យល់ដឹងពីការបង្ការកុំឲ្យយើងកើតជំងឺហ្នឹងហើយយើងបានសួរសំណួរសួរអីទៅសិស្សច្បងហើយក៏បានស្គាល់រាក់ទាក់គ្នាហើយក៏រើសក្រុមរើសអីចូលធ្វើការងារក្រុមជាមួយសិស្សច្បងបើសម្រាប់ខ្ញុំការរស់នៅភ្នំពេញពេលមកដំបូងអញ្ចឹងថ្មីយើងគិតថាវាមានកន្លែងខ្លះពិបាកពីទីមួយយើងនៅឆ្ងាយពីអ្នកផ្ទះផងអីផងហើយយើងត្រូវរស់នៅខ្លួនទីពឹងខ្លួនកាលយើងនៅផ្ទះយើងធ្លាប់តែទៅរៀនពេលមកដល់ផ្ទះអញ្ចឹងមានអ្នកផ្ទះដាំបាយដាំអីចាំយើងអញ្ចឹងដល់ពេលយើងមកនៅភ្នំពេញគឺយើងធ្វើអីខ្លួនឯងទាំងអស់អញ្ចឹងទាំងការដាំបាយធ្វើម្ហូបហូបចុកទាំងការរៀបចំផ្ទះសម្បែងការរស់នៅអីចឹងគឺយើងរស់នៅដោយខ្លួនឯងចឹងគាត់ថាមានចំណុចខ្លះពិបាកតែក៏មានវាមិនពិបាកទាំងអស់ទេទី1ដោយសារយើងឲ្យតែយើងចេះចាត់ចែងពេលវេលាហើយយើងចេះបែងចែកសម្រាប់ខ្ញុំដល់ពេលមុនដំបូងខ្ញុំគិតថាពិបាកបើឥឡូវខ្ញុំគិតថាធម្មតាខ្ញុំអាចរស់នៅបានវាអត់មានបញ្ហាអីទេសម្រាប់ខ្ញុំ